បាទឥឡូវនេះខ្ញុំសូមជម្រាបបងពីវិធីប្រើប្រាស់បាទវិធីប្រើប្រាស់ជីចំពោះជីគោកបងអាចដាក់វា2គីឡូឬ3គីឡូក្នុងមួយគុម្ពបាទហើយត្រូវកាយកោបវាក្នុងដីបាទវាជា2គីឡុកឬ3គីឡុកតាមអ្វីដែលបងអាចធ្វើបានណាបាទហេតុតែយើងកាយកោបដោយសារបើយើងដាក់នៅខាងលើវានឹងសាយភាយសារធាតុចិញ្ចឹមទៅក្នុងបរិយាកាសចំពោះបងប្រើ2គីឡូឬ3គីឡូហើយកាយកប់ក្នុងគីឡុក2 3ជុំវិញគល់វាហ្នឹងគឺល្អប្រសើរមែនតើបាទទី2ចំពោះជីទឹកនេះគឺវាជីទឹកជំនួយលូតលាស់ហើយនេះវាធុង20លីត្រនេះបងអាចប្រើជីលូតលាស់នេះគឺ20 cc បងបាទហើយប្រើនៅក្នុងសារ៉ាងនេះបងបាទអាចដាក់បានយើងដាក់2សារ៉ាងទៅស្មើ20 cc បងបាទអានេះលាយតែមួយមុខនឹងទេបាទហើយការបាញ់ហ្នឹងគឺបាញ់ស្លឹកហើយនឹងស្រោចគល់ដោយសារតែរុក្ខជាតិទាំងអស់វាទទួលអាហារបំពន់ហ្នឹងតាម2របៀបបងតាម2គឺតាមស្លឹកហើយនឹងតាមឫសបងអញ្ចឹងបងបាញ់លើស្លឹកហើយនឹងស្រោចគល់វាបានជោគទៅតាមដើមអន់តិចអន់ខ្លាំងអញ្ចឹងណាបងបាទហើយអញ្ចឹងបងបាញ់ពេលបងបាញ់គឺត្រូវបាញ់ពីព្រលឹមចន្លោះពីម៉ោង5ទៅម៉ោង7 10បាទបាញ់ម៉ោងហ្នឹងគឺវាល្អប្រសើរជាងម៉ោងផ្សេងណាទាំងអស់ណាបងបាទហើយសន្តានដូងរបស់បងនេះគឺវាមិនមានជំងឺអីទេគឺវាគ្រាន់តែខ្វះសារធាតុបំពន់តែប៉ុណ្្នឹងបាទសារធាតុបំពន់សារធាតុចិញ្ចឹមបាទអញ្ចឹងបងត្រូវបាញ់វានៅក្នុងធុងទឹក20លីត្រហ្នឹងដែលបងប្រើប្រាស់ហ្នឹងគឺដាក់ជាមួយនឹងសារ៉ាង20 cc គឺ2សារ៉ាងបាទបងបាញ់ស្លឹកនិងស្រោចគល់បងណាបាទស្រោចគល់អាចស្រោចឲ្យច្រើនបន្តិចដែរដោយសារយើងតម្រូវការឲ្យជីទឹកវាទៅជួយកាត់ជីគោកដែលនៅក្នុងដីហ្នឹងឲ្យលឿនដើម្បីឲ្យវាคล้ายទៅជាសារធាតុចិញ្ចឹមដាក់ប្រហែលជា1ទឹកមានជំនាញហើយទៅចាប់ឡើងមានជំនាញហើយដូចមានជំនាញវាល្អដល់សារជំនាញពេលដែលវាស៊ីដីវាមួយក៏ស៊ីអាជីជាតិជាថាយើងទៅនោះវាជិះចូលមកវិញសារធាតុចិញ្ចឹមនេះគឺ100%នៅពេលដែលមានជំនាញមានជំនាញនេះទៅចូលក្នុងដីក៏វាត្រូវការអុកស៊ីហ្សែនដែរឲ្យវាធូរដីដីមួយលានដីល្អហើយអាយុនោះចាប់ដើមដាំរហូតទៅដល់3ឆ្នាំ4ឆ្នាំគឺត្រូវឲ្យយើងលូតលាស់ឲ្យបានប្រយ័ត្នជាងគេយើងដំណើរដោយសារតែកន្លែងនេះពេលដែលវាអត់ល្អនៅពេលដែលដើមវាអត់ល្អនៅពេលដែលធាងវាអត់ល្អគឺយើងទៅហៅផ្លែអញ្ចឹងយើងប្រយ័ត្នយ៉ាងណាទៅទៅកន្លែង